านีទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11សូមជូនការផ្សាយផ្ទាល់អប្សរាអឺវ៉ត2014ជួបជាមួយពិធីករលោកអ៊ុនសុធាក្នុងឈុតសម្លៀកបំពាក់ដែលរចនាដោយខ្មែរ Designសូមស្វាគមន៍មកកាន់អប្សរាវ៉ត2014សូមអរកាយគោរពនិងជំរាបសួរលោកស្រីប្រិមត្តទូរទស្សនិកជនដែលកំពុងតាមដានការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11ទាំងនៅទីនេះផ្ទាល់នៅតាមគេហដ្ឋានជាទីគោរពអប្សរាអវ៉ត2014បានបើកទំព័រជាថ្មីនៅក្នុងរាត្រីនេះដោយមានការចូលរួមសហការជាមួយនឹងក្រសួងព័ត៌មានបានលោកស្រីទូរទស្សនិកជនដែលនិយមតែងតែគាំទ្រជាមួយនឹងកម្មវិធីអប្សរាអវ៉ត2013នោះក៏បានទស្សនារួចមកហើយអំពីដួងតារាចំនួន20ដួងដែលបានទទួលជ័យលាភីនិងទទួលបាននៅពានរង្វាន់ពីកម្មវិធីអប្សរាអវ៉ត2013បាទក្នុងនោះដែរដោយមានការចូលរួមគាំទ្រនិងឧបត្ថម្ភដូចជាការលើកកម្លាំងចិត្តនិងលើកស្ទួយនៅវិស័យសិល្បៈហើយក៏មានការចូលរួមយ៉ាងពិសេសពីសំណាក់ឯកឧត្តមខៀវកញ្ញរិនរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវផងនោះបានធ្វើឲ្យសន្ទុះនៃកម្មវិធីអប្សរាអវ៉ត2014នេះបន្តសារជាថ្មីនៅបង្ហាញអំពីនៅទម្រង់សិល្បៈចម្រុះជាច្រើនជូនដល់ទូរទស្សនិកជននិងលើកស្ទួយនិងអភិរក្សវិស័យសិល្បៈយើងឲ្យកាន់តែមានភាពជឿនលឿននិងពោះទៅមុខជាបន្តទៀតបាទដែលមានការចូលរួមនិងមានការគាំទ្រយ៉ាងពិសេសនៅក្នុងកម្មវិធីអប្សរាអវ៉តនៅក្នុងរាត្រីនេះផងដែរបានធ្វើឲ្យសិល្បៈក៏ដូចជាទម្រង់បែបលក្ខណៈខ្មែរយើងមានសន្ទុះក៏ដូចជាមាននៅដែលហៅថាសិល្បៈចម្រុះនោះរហូតមកដល់ពេលនេះក៏មានការចូលរួមឧបត្ថម្ភឡើងដោយភេសជ្ជៈ Power Up បាទលោកស្រីដែលកំពុងតែតាមដានទស្សនានៅតាមគេហដ្ឋាននិងនៅទីនេះផ្ទាល់ប្រកាសជាចង់ជ្រាបហើយថាវត្តមានរបស់ដួងតារាផ្នែកនារីនៅក្នុងរាត្រីនេះតើមានវត្តមានរបស់ដួងតារាណាខ្លះដែលនឹងមកបង្ហាញវត្តមាននិងទេពកោសល្យដែលបង្ហាញនៅបើកទំព័រនៃកម្មវិធីអប្សរាអវ៉ត2014បាទអរលោកស្រីប្រិមត្តទូរទស្សនិកជនជារៀងរាល់សប្តាហ៍ក៏ដូចជាសប្តាហ៍កន្លងទៅក៏បានទទួលដំណឹងដែរថាអប្សរាអវ៉ត2013ក៏បានទទួលនៅពានរង្វាន់ហើយក្នុងនោះដែរលោកអ្នកក៏កំពុងតែទទួលនឹងការចាប់អារម្មណ៍យ៉ាងពិសេសជាមួយនឹងកម្មវិធីអប្សរាអវ៉តហើយនៅក្នុងឆ្នាំ2014នេះក៏នឹងបន្តហើយក៏នឹងធ្វើឲ្យកម្មវិធីកាន់តែប្លែកនិងធ្វើឲ្យទម្រង់បែបសិល្បៈនេះកាន់តែចម្រុះបន្ថែមទៀតដើម្បីឲ្យទូរទស្សនិកជនសប្បាយនៅការបង្ហាញជូននៅជាទេពកោសល្យក៏ដូចជាការប៉ិនប្រសពរបស់ដួងតារាហើយក្នុងនោះដែរមិនមែនថាយើងយកដួងតារាដែលមកបង្ហាញនេះគឺសិតសឹងតែគាត់មានទេពកោសល្យទាំងអស់នោះទេបាទចង់ជាច្បាស់សូមកុំភ្លេចតាមដានទស្សនាជាមួយនឹងកម្មវិធីអប្សរាអវ៉ត2014បាទដើម្បីទទួលនៅអារម្មណ៍សប្បាយរីករាយនៅក្នុងការបើកទំព័រនៃកម្មវិធីសូមអញ្ជើញបង្ហាញនៅវត្តមានរបស់ដួងតារាទាំង10ដួងដែលមកបង្ហាញតាមរយៈនៅរបាំគឺរបាំផ្លិតបាទសូមអញ្ជើញទស្សនាដោយមេត្រី